ហើយជាការពិតការលើកឡើងមួយចំនួនគឺទំនងសមរម្យក៏ប៉ុន្តែរឿងពិតពេញលេញបែបណានោះប្រហែលជាមិនត្រូវបានគេដឹងដដែលកត្តារួមផ្សំជាច្រើនបរិបទសង្គមសក្តានុពលនៃជំងឺស្ថានភាពផ្លូវចិត្តរបស់ប្រជាជនវាធ្វើឲ្យរឿងមួយនេះគឺជារឿងដែលពិបាកនៅក្នុងការដោះស្រាយនៅពេលដែលជំងឺនេះនៅតែបន្តរដ្ឋាភិបាលរបស់ទីក្រុង Strasbourg ក៏បានខិតខំយ៉ាងត្រដាបត្រដួលផងដែរដើម្បីរកនៅវិធីព្យាបាលហើយដោយការលើកឡើងខាងលើអញ្ចឹងមនុស្សជាច្រើនជឿថាជំងឺនេះវាជាប់ពាក់ទងជាមួយនឹងការសន្តិដ្ឋរបស់ខ្មោចព្រាយអារក្សឬក៏ជាការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់ដូច្នោះហើយការព្យាបាលបែបជំនឿគឺជារឿងធម្មតាហើយរដ្ឋបាលក្រុងក៏បាននាំមនុស្សធ្វើដំណើរហាក់បីដូចជាក្រុមធម្មយាត្រាមួយអញ្ចឹងទៅកាន់ទីសក្ការៈគឺវិហារ Saint Vincent ដើម្បីអធិដ្ឋានសូមឲ្យជំងឺមួយនេះឆាប់ជានៅចំនួននោះការព្យាបាលបែបវេជ្ជសាស្ត្រគឺនៅមានកម្រិតខ្លាំងខាងក្រុមវេជ្ជសាស្ត្រគេបានណែនាំឲ្យធ្វើការបង្ហូរឈាមដែលជាទម្លាប់ទូទៅសម្រាប់ជំងឺផ្សេងៗហើយគេបង្ហូរឈាមនេះគឺក្នុងគោលដៅបញ្ចេញឈាមអាក្រក់ឲ្យចេញពីខ្លួនហើយគេទុកឲ្យឈាមល្អនៅរត់នឹងកើតបន្តទៀតនៅក្នុងខ្លួនមនុស្សហើយបន្ថែមពីលើនឹងទៅទៀតក្រុមអ្នកប្រឹក្សារដ្ឋបាលក្រុងគេគិតថាបើសិនជាយើងបើកឱកាសឲ្យមនុស្សរួមដោយសេរីតែម្ដងហើយជំរុញឲ្យពួកគេរួមកាន់តែខ្លាំងពួកគេនឹងឆាប់អស់កម្លាំងហើយនឹងឈប់ដោយខ្លួនឯងជាលទ្ធផលជំងឺគឺនឹងចប់ដោយខ្លួនឯងដូចគ្នាដូច្នោះហើយរដ្ឋាភិបាលក្រុងហ្នឹងក៏គេចាប់ផ្ដើមធ្វើការសាងសង់ឆាកហើយក៏ជួលតន្ត្រីករមកប្រគំភ្លេងបន្ថែមយកតែម្ដងប៉ុន្តែជាអកុសលដំណោះស្រាយមួយនេះគឺមិនបានជួយអ្វីនោះទេហើយមិនត្រឹមតែប៉ុណ្ណោះវាធ្វើឲ្យមនុស្សកាន់តែរងទុក្ខខ្លាំងទៅវិញបើទោះបីជាមានការខិតខំប្រឹងប្រែងទាំងអស់នេះក៏ដោយក៏មិនមានភស្តុតាងណាមួយដែលបញ្ជាក់ថាការព្យាបាលទាំងអស់ហ្នឹងគឺមានប្រសិទ្ធភាពអ្វីនោះដែរហើយចុងក្រោយទៅជំងឺរាំនេះក៏ធូរស្បើយទៅដោយខ្លួនឯងមិនមាននរណាម្នាក់ប្រកាសទេថាជំងឺនេះវាបាត់ទៅព្រោះតែការព្យាបាលឬក៏ការអធិដ្ឋានមូលហេតុពិតប្រាកដនៃការបាត់ខ្លួនរបស់ជំងឺហ្នឹងក៏ជាអាថ៌កំបាំងមួយទៀតដែលបន្ថែមពីលើអាថ៌កំបាំងដែលមានស្រាប់ The Dancing Plague ឆ្នាំ1518គឺជាការរំលឹកមួយឲ្យឃើញថានៅក្នុងពិភពលោកនេះគឺមានរឿងចម្លែកបែបនេះនឹកស្មានមិនដល់ជាច្រើនហើយរាងកាយរបស់មនុស្សពេលខ្លះមិនអាចទប់ជាមួយរឿងចម្លែកដែលបានកើតឡើងនោះទេរឿងមួយនេះវាបានកើតឡើងអស់ជាច្រើនសតវត្សរ៍កន្លងមកហើយក៏ប៉ុន្តែវានៅតែជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់អ្នកទាំងអស់គ្នាវិញតើយល់យ៉ាងណាដែរអំពីព្រឹត្តិការណ៍ដ៏ចម្លែកមួយនេះអ្នកអាចទៅសេនៅការយល់ឃើញរបស់អ្នកទាំងអស់គ្នានៅក្នុង comment ខាងក្រោមបានបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះសូមកុំភ្លេចចុច like និងចុច subscribe ជួបគ្នានៅវីដេអូបន្ទាប់